10វិធីចាប់ផ្ដើមការផ្ដោតតាមរបៀបដែលបុគ្គល 1% គឺបុគ្គលជោគជ័យធ្វើស្វាគមន៍មកកាន់ Bun Mindset Channel ចំណុចទី1គឺត្រូវមានគោលដៅច្បាស់លាស់ដើម្បីផ្ដោតលើកម្រិត Subconscious ការមានគោលដៅច្បាស់លាស់មិនមែនគ្រាន់តែជាការតាំងចិត្តឬគិតថាត្រូវធ្វើនោះទេតែវាត្រូវតែបង្កប់យ៉ាងជ្រៅទៅក្នុង Subconscious របស់អ្នកដើម្បីឲ្យគោលដៅច្បាស់លាស់គ្រប់គ្រាន់ប្រៀបដូចជាផែនទីដែលណែនាំអ្នកគ្រប់ផ្លូវមនុស្សដែលជោគជ័យខ្ពស់តែងតែមានគោលដៅច្បាស់លាស់ពួកគេដឹងយ៉ាងច្បាស់ថាពួកគេចង់បានអ្វីហើយហេតុអ្វីពួកគេត្រូវធ្វើវាធ្វើឲ្យពួកគេមិនភាពរវើរវាយវង្វេងគោលដៅឬបាត់បង់ដោយងាយវិធីដំបូងដើម្បីបង្កើតគោលដៅច្បាស់លាស់ដែលបង្កប់យ៉ាងស៊ីជម្រៅគឺត្រូវសរសេរគោលដៅសរសេរព័ត៌មានលម្អិតទាំងស្រុងទាំងគោលដៅរយៈពេលខ្លីនិងគោលដៅរយៈពេលវែងនិងការមើលឃើញគោលដៅយ៉ាងច្បាស់នឹងជួយឲ្យខួរក្បាលរបស់យើងស៊ាំនឹងវាបន្ទាប់មកទៀតគឺភ្ជាប់វាទៅនឹងអារម្មណ៍សាកស្រមៃមើលថាពេលណាអ្នកជោគជ័យដូចជាអ្នកមានមោទនភាពនិងសប្បាយចិត្តប៉ុណ្ណាបន្ទាប់គឺត្រូវពិនិត្យមើលវាជារៀងរាល់ថ្ងៃការរំលឹកខ្លួនអ្នកជាទៀងទាត់នឹងជួយបង្វែរគោលដៅនេះទៅជាកម្លាំងជំរុញការមើលឃើញគោលដៅជារៀងរាល់ថ្ងៃនឹងជួយយើងមិនបាត់បង់ការផ្ដោតអារម្មណ៍ចំណុចទី2គឺត្រូវកំណត់អាទិភាពការផ្ដោតអាទិភាពគឺជ្រើសរើសអ្វីដែលត្រូវផ្ដោតអាទិភាពដែលនឹងជួយយើងផ្ដោតលើអ្វីដែលពិតជាចាំបាច់មនុស្សជោគជ័យដឹងថាមិនមែនអ្វីទាំងអស់សំខាន់និងមិនទាន់នោះទេសូមមើលពីរបៀបដែលយើងអាចកំណត់អាទិភាពទី1គឺរឿងសំខាន់និងមិនទាន់ចាំមើលអ្វីដែលត្រូវធ្វើភ្លាមដូចជាការងារដែលជិតដល់ថ្ងៃកំណត់បន្ទាប់មកគឺរឿងសំខាន់ប៉ុន្តែមិនបន្ទាន់នេះជាអ្វីដែលមនុស្សជោគជ័យចំណាយពេលវេលារបស់ពួកគេដូចជាការអភិវឌ្ឍខ្លួនឯងរៀបចំផែនការសម្រាប់អនាគតព្រោះពួកគេដឹងថាត្រូវធ្វើវាជាមុនសិនប្រសើរជាងរងចាំឲ្យវាคล้ายជាការងារបន្ទាន់បន្ទាប់មកទៀតរឿងមិនសំខាន់ទេប៉ុន្តែជារឿងបន្ទាន់ដូចជាការតបសារឬកិច្ចការតូចតាចដែលអាចនឹងចំណាយពេលវេលារបស់អ្នកហើយចុងក្រោយរឿងមិនសំខាន់និងមិនបន្ទាន់ដូចជាការអូសទូរស័ព្ទមើលរឿងភាគឬតាមដានបណ្ដាញសង្គមដោយគ្មានគោលដៅមនុស្សជោគជ័យនឹងព្យាយាមជៀសវាងរឿងទាំងនេះហើយបន្ទាប់មកគឺជារបៀបកំណត់អាទិភាពការផ្ដោតអារម្មណ៍របស់អ្នកឲ្យកាន់តែល្អប្រសើរទី1គឺត្រូវធ្វើកិច្ចការសំខាន់ជាមុនសិនចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងកិច្ចការសំខាន់ជាមុនសិនជាពិសេសរឿងសំខាន់តែមិនបន្ទាន់ដើម្បីកុំឲ្យមានរឿងបន្ទាន់មករំខានយើងនៅពេលក្រោយបន្ទាប់មកគឺត្រូវសួរខ្លួនឯងថាតើអ្វីដែលសំខាន់បំផុតនៅពេលនេះព្រោះវានឹងជួយយើងមិនឲ្យបាត់បង់ការផ្ដោតអារម្មណ៍និងធ្វើអ្វីដែលមិនចាំបាច់ហើយចុងក្រោយគឺហាត់បដិសេធរឿងមិនសំខាន់ជ្រើសរើសបដិសេធអ្វីដែលមិនចាំបាច់ដើម្បីសន្សំពេលវេលាការផ្ដោតអាទិភាពគឺការគ្រប់គ្រងខ្លួនឯងមិនមែនគ្រាន់តែការគ្រប់គ្រងពេលវេលាប៉ុណ្ណោះទេហើយវានឹងជួយអ្នកឲ្យផ្ដោតលើអ្វីដែលពិតជាសំខាន់បន្ទាប់មកគឺចំណុចទី3គឺជាការធ្វើសមាធិជួយឲ្យអ្នកគ្រប់គ្រងការគិតរបស់អ្នកនិងផ្ដោតអារម្មណ៍កាន់តែប្រសើរឡើងមនុស្សដែលជោគជ័យនឹងផ្ដោតលើការធ្វើសមាធិជាប្រចាំព្រោះវាធ្វើឲ្យខួរក្បាលរបស់ពួកគេស្ងប់និងផ្ដល់ថាមពលឲ្យពួកគេផ្ដោតទៅលើរឿងសំខាន់ដូច្នេះហេតុអ្វីបានជាសមាធិជួយឲ្យអ្នកផ្ដោតអារម្មណ៍បានល្អវាគឺដូច្នេះចិត្តរបស់យើងគឺដូចជាសមុទ្រពេលខ្លះមានរលកខ្លាំងខណៈទឹកជ្រៅនៅដដែលសមាធិជួយគ្រប់គ្រងរលកផ្លូវចិត្តវាធ្វើឲ្យយើងផ្ដោតលើអ្វីដែលនៅពីមុខយើងកាន់តែប្រសើរវាជួយកាត់បន្ថយភាពច្របូកច្របល់នៃគំនិតនិងធ្វើឲ្យចិត្តរបស់យើងកាន់តែមានសន្តិភាពហើយនេះជារបៀបធ្វើសមាធិដើម្បីបង្កើនការផ្ដោតអារម្មណ៍ទី1ផ្ដោតលើចំណុចមួយដូចជាការដកដង្ហើមចូលនិងចេញការដឹងពីខ្យល់ដែលហូរតាមច្រមុះរបស់យើងឬសំឡេងជុំវិញខ្លួនយើងបច្ចេកទេសនេះនឹងជួយឲ្យអ្នកប្រមូលគំនិតរបស់អ្នកក្នុងពេលតែមួយដែលអនុញ្ញាតឲ្យអ្នកផ្ដោតនិងផ្ដោតអារម្មណ៍ជំហានបន្ទាប់គឺអនុញ្ញាតឲ្យគំនិតរបស់អ្នកហូរតាមធម្មជាតិប៉ុន្តែយើងក៏ត្រូវមើលគំនិតដែលកើតឡើងផងដែរវិធីសាស្ត្រនេះនឹងជួយអ្នកឲ្យដឹងពីគំនិតរបស់អ្នកដោយមិនអនុញ្ញាតឲ្យពួកគេគ្រប់គ្រងអ្នកបានហើយជំហានបន្ទាប់គឺបើកចិត្តឲ្យមានសេរីភាពសង្កត់រលកនៃគំនិតឲ្យស្ងប់អនុញ្ញាតឲ្យចិត្តចូលទៅជ្រៅទៅក្នុងស្ថានភាពសម្រាកវានឹងជួយបង្កើនការផ្ដោតអារម្មណ៍និងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់សមាធិគឺដូចជាការអនុវត្តផ្លូវចិត្តប្រសិនបើយើងធ្វើវាជាប្រចាំវានឹងជួយអ្នកឲ្យផ្ដោតអារម្មណ៍កាន់តែប្រសើរធ្វើអ្វីៗកាន់តែមានប្រសិទ្ធភាពនិងឈានដល់ស្ថានភាពអណ្ដែតបានយ៉ាងងាយស្រួលបន្ទាប់មកចំណុចទី4គឺបង្កើតបរិយាកាសស៊ីសង្វាក់គ្នាធ្វើឲ្យអ្វីៗនៅជុំវិញអ្នកដូចជាជំនួយដល់ការផ្ដោតអារម្មណ៍របស់យើងបរិយាកាសជុំវិញអ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើការផ្ដោតអារម្មណ៍របស់យើងប្រសិនបើអ្នកចង់សម្រេចបាននូវគោលដៅណាមួយការធ្វើឲ្យបរិយាកាសអំណោយផលដល់គោលដៅនោះនឹងផ្ដល់ឲ្យអ្នកនូវឱកាសជោគជ័យកាន់តែប្រសើរឧទាហរណ៍ប្រសិនបើអ្នកចង់សម្រកទម្ងន់ប៉ុន្តែផ្ទះរបស់អ្នកពោរពេញដោយអាហារសម្រន់ពិបាកនឹងទប់ទល់នឹងការញ៉ាំវាមែនទេមធ្យោបាយងាយស្រួលគឺមិនត្រូវទិញវាតាំងពីដំបូងឡើយប៉ុន្តែត្រូវបង្កើតបរិយាកាសដែលស្របនឹងគោលដៅរបស់អ្នកព្រោះវានឹងជួយអ្នកឲ្យគ្រប់គ្រងខ្លួនឯងបានកាន់តែល្អ
បន្ទាប់មកចំណុចទី5ការរៀននិយាយថាទេគឺជាជំនាញដ៏សំខាន់ដែលជួយយើងផ្ដោតលើគោលដៅពិតប្រាកដរបស់យើងការនិយាយថាទេចំពោះអ្វីៗទាំងអស់អាចបង្អាក់ពេលវេលានិងថាមពលរបស់យើងទៅលើអ្វីដែលមិនចាំបាច់មនុស្សជោគជ័យដឹងថាការនិយាយថាទេចំពោះអ្វីដែលមិនស្របនឹងគោលដៅរបស់យើងគឺធ្វើឲ្យមានកន្លែងសម្រាប់អ្វីដែលសំខាន់បំផុតចាប់ផ្ដើមដោយដឹងពីគោលដៅច្បាស់លាស់របស់អ្នករាល់ពេលដែលមានអ្វីថ្មីមកជាមួយសូមសួរខ្លួនឯងថាតើវានឹងជួយខ្ញុំសម្រេចបានគោលដៅរបស់ខ្ញុំដែរឬទេការមានគោលដៅច្បាស់លាស់ធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការសម្រេចចិត្តនិយាយថាទេការនិយាយថាទេមិនចាំបាច់ធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនល្អនោះទេយើងអាចនិយាយមិនគួរសមដោយការបង្ហាញការដឹងគុណរបស់យើងនិងបញ្ជាក់ពីហេតុផលរបស់យើងដោយផ្ទាល់ដូចជាអរគុណច្រើនដែលគិតដល់ខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំត្រូវផ្ដោតលើការងារនេះជាមុនសិនសូមនិយាយអំពីវានៅពេលក្រោយអ្វីមួយដូចនោះលើសពីនេះការកំណត់ព្រំដែនផ្ទាល់ខ្លួនក្នុងពេលបំពេញការងារក៏បង្កើតនូវវិន័យនិងកាត់បន្ថយការរំខានដោយការកំណត់ព្រំដែនដែលអនុញ្ញាតឲ្យយើងមានពេលវេលាផ្ទាល់ខ្លួនជាចុងក្រោយការអនុវត្តនិយាយថាទេចំពោះរឿងតូចតាចក្នុងជីវិតប្រចាំថ្ងៃរបស់យើងនឹងធ្វើឲ្យយើងធ្វើការសម្រេចចិត្តនិងកាន់តែមានទំនុកចិត្តក្នុងការជ្រើសរើសផ្ដោតលើរឿងសំខាន់ៗចំណុចទី6គឺការអានសៀវភៅការអានសៀវភៅគឺជាវិធីដ៏ល្អបំផុតមួយដើម្បីអភិវឌ្ឍខ្លួនអ្នកនិងបង្កើនការផ្ដោតអារម្មណ៍បុគ្គលជោគជ័យមានទំនោរជាអ្នកអានព្រោះពួកគេដឹងថាសៀវភៅមួយក្បាលអាចសង្ខេបបទពិសោធន៍ជីវិតយ៉ាងហោចណាស់បាន10យ៉ាងលើសពីនេះការអានក៏ជួយឲ្យខួរក្បាលអនុវត្តការផ្ដោតអារម្មណ៍ផងដែរនៅពេលដែលយើងអានបន្តយើងនឹងមានការផ្ដោតអារម្មណ៍កាន់តែច្រើនហើយអាចផ្ដោតអារម្មណ៍បានកាន់តែប្រសើរការអានមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេថែមទាំងជួយបង្កើន IQ និង EQ កាត់បន្ថយភាពតានតឹងធ្វើឲ្យយើងមានជំនាញគិតវិភាគកាន់តែអសើរនិងបណ្ដុះបណ្ដាលការគិតជាប្រព័ន្ធការមានវិន័យក្នុងការអានក៏ធ្វើឲ្យយើងដឹងពីរបៀបប្រើប្រាស់ពេលវេលាដ៏មានតម្លៃនិងជួយឲ្យខួរក្បាលស៊ាំនឹងការផ្ដោតអារម្មណ៍ក្នុងរយៈពេលវែងការអនុវត្តការអានសៀវភៅជាទម្លាប់មិនត្រឹមតែជួយបង្កើនការផ្ដោតអារម្មណ៍ប៉ុណ្ណោះទេថែមទាំងផ្ដល់ឱកាសឲ្យយើងរៀនពីអ្នកដែលធ្លាប់ជោគជ័យពីមុនហើយក៏ជាការអភិវឌ្ឍខ្លួនឯងមិនចេះចប់ផងដែរចំណុចទី7គឺឈប់ធ្វើកិច្ចការច្រើនក្នុងពេលតែមួយធ្វើត្បិតតែធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយហាក់ដូចជាជួយបញ្ចប់កិច្ចការជាច្រើនក្នុងរយៈពេលដ៏ខ្លីមែនទេប៉ុន្តែតាមការពិតវាកាត់បន្ថយប្រសិទ្ធភាពនិងធ្វើឲ្យការផ្ដោតអារម្មណ៍កាន់តែខ្លីមនុស្សជោគជ័យនឹងជ្រើសរើសរឿងមួយក្នុងពេលតែមួយឲ្យបានពេញលេញបំផុតដើម្បីទទួលបានលទ្ធផលល្អបំផុតការធ្វើការលើផ្នែកនីមួយៗនឹងជួយយើងឲ្យយកចិត្តទុកដាក់លើព័ត៌មានលម្អិតនិងមិនបាត់បង់ការផ្ដោតអារម្មណ៍និងបង្កើនគុណភាពនៃការងាររបស់យើងឲ្យកាន់តែច្រើនរាល់ពេលដែលយើងផ្លាស់ប្ដូរការងារខួរក្បាលរបស់យើងនឹងចំណាយពេលកែតម្រូវនិងធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំងលឿនជាងមុនការផ្ដោតលើកិច្ចការមួយក្នុងពេលតែមួយនឹងជួយឲ្យខួរក្បាលលះបង់ថាមពលពេញលេញកាត់បន្ថយភាពតានតឹងដែលប្រមូលផ្ដុំនឹងធ្វើឲ្យយើងផ្ដោតអារម្មណ៍បានយូរសាកល្បងប្ដូរទៅប្រើវិធីនេះហើយអ្នកនឹងមានអារម្មណ៍ថាការធ្វើកិច្ចការមួយក្នុងពេលមួយផ្ដល់លទ្ធផលល្អជាងមុននិងលឿនជាងបន្ទាប់មកចំណុចទី8ញ៉ាំអាហារឲ្យបានល្អធ្វើលំហាត់ប្រាណនិងគេងឲ្យបានគ្រប់គ្រាន់រាងកាយនិងចិត្តដែលមានសុខភាពល្អគឺជាមូលដ្ឋានគ្រឹះសម្រាប់បង្កើនការផ្ដោតអារម្មណ៍ការញ៉ាំអាហារឲ្យបានល្អធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់និងគេងឲ្យបានគ្រប់គ្រាន់នឹងជួយឲ្យខួរក្បាលអ្នកមានថាមពលក្នុងការផ្ដោតអារម្មណ៍មនុស្សជោគជ័យដឹងថាការថែរក្សាសុខភាពរបស់ពួកគេនឹងផ្ដល់ឲ្យពួកគេនូវថាមពលនិងការផ្ដោតអារម្មណ៍សម្រាប់ភារកិច្ចដែលពួកគេត្រូវផ្ដោតលើអាហារដែលជួយដល់សុខភាពជួយបំប៉នខួរក្បាលនិងធ្វើឲ្យវាត្រៀមខ្លួនសម្រាប់ការងារលំហាត់រៀនជួយជំរុញចរន្តឈាមធ្វើឲ្យខួរក្បាលស្រស់ស្រាយការគេងឲ្យបានគ្រប់គ្រាន់ជួយឲ្យខួរក្បាលស្ដារឡើងវិញដោយខ្លួនឯងកាត់បន្ថយភាពតានតឹងនិងបង្កើនសមត្ថភាពក្នុងការផ្ដោតអារម្មណ៍នៅពេលដែលយើងមានសុខភាពល្អខួរក្បាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយរាល់កិច្ចការនានាហើយអាចផ្ដោតអារម្មណ៍បានយូរបន្ទាប់មកចំណុចទី9គឺការនៅជុំវិញមនុស្សដែលផ្ដោតអារម្មណ៍និងការតាំងចិត្តនឹងជួយយើងស្រូបយកទម្លាប់ល្អពេលខ្លះយើងប្រហែលជាមិនដឹងខ្លួនប៉ុន្តែការចំណាយពេលជាមួយមនុស្សដែលមានគោលដៅច្បាស់លាស់ផ្ដល់ឲ្យយើងនូវថាមពលវិជ្ជមាននិងការលើកទឹកចិត្តឲ្យផ្ដោតលើគោលដៅរបស់យើងកាន់តែច្រើនមនុស្សជោគជ័យជ្រើសរើសបង្កើតសង្គមមួយដែលហ៊ុមព័ទ្ធដោយមនុស្សដែលគិតដូចគ្នានិងគាំទ្រគ្នាទៅវិញទៅមកជាការប្រសើរណាស់ប្រសិនបើយើងហ៊ុមព័ទ្ធដោយមនុស្សដែលឧស្សាហ៍ព្យាយាមក្នុងការងារមានគោលដៅដូចគ្នាហើយមិនបោះបង់នោះយើងនឹងមានអារម្មណ៍ថាចង់កែលម្អខ្លួនឯងផងដែរប្រសិនបើអ្នកមិនបានរកឃើញវានៅក្នុងជីវិតពិតទេសូមព្យាយាមស្វែងរកការបំផុសគំនិតពីសៀវភៅវីដេអូនិង podcast ឬបណ្ដាញអនឡាញផ្សេងៗដើម្បីរក្សាយើងនៅថាមពលវិជ្ជមាននិងរៀនពីមនុស្សដែលមានការផ្ដោតអារម្មណ៍
ហើយចំណុចចុងក្រោយគឺចំណុចទី10គឺការត្រួតពិនិត្យនិងកំណត់គោលដៅថ្មីគ្រប់ពេលវេលាការពិនិត្យឡើងវិញនិងកំណត់គោលដៅថ្មីគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជួយយើងមិនបាត់បង់ការផ្ដោតអារម្មណ៍គោលដៅច្បាស់លាស់ធ្វើឲ្យយើងដឹងថាយើងដើរលើផ្លូវត្រូវឬអត់ពេលខ្លះយើងប្រហែលជាត្រូវកែតម្រូវតាមស្ថានភាពជាក់ស្ដែងមនុស្សជោគជ័យតែងតែពិនិត្យមើលគោលដៅរបស់ពួកគេជារឿយៗដើម្បីប្រាកដថាពួកគេនៅតែឆ្ពោះទៅរកទិសដៅដែលយើងពួកគេចង់បាននេះគឺជាអត្ថប្រយោជន៍នៃការពិនិត្យឡើងវិញនៅគោលដៅវាបង្កើនភាពច្បាស់លាស់និងបន្ថែមវិធីសាស្ត្រដែលមានស្ថិរភាពវាជួយកាត់បន្ថយភាពអផ្សុកឬហត់នឿយជួយកែតម្រូវអាកប្បកិរិយារបស់អ្នកឲ្យមានភាពវិជ្ជមានអនុញ្ញាតឲ្យអ្នកផ្ដោតលើរឿងសំខាន់ៗជាបន្តបន្ទាប់ហើយនោះជាអ្វីទាំងអស់សម្រាប់វិធីទាំង10ដើម្បីបង្កើនការផ្ដោតអារម្មណ៍ដែលបុគ្គលជោគជ័យនៅលើពិភពលោកពិតជាប្រើអ្វីដែលសំខាន់គឺការហាត់សមាធិនិងបង្កើតបរិយាកាសដែលជួយឲ្យយើងមានការផ្ដោតអារម្មណ៍មិនថាជ្រើសរើសនៅជាមួយមនុស្សដែលមានគោលដៅច្បាស់លាស់ឬថែរក្សាសុខភាពរបស់យើងដើម្បីត្រៀមខ្លួនសម្រាប់រាល់បញ្ហាប្រឈមហើយបើអ្នកចូលចិត្តខ្លឹមសារបែបនេះសូមជួយ like និង subscribe ដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីៗហើយសូមឲ្យអ្នកធ្វើដំណើរទៅកាន់ភាពជោគជ័យទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ